បែកបាក់7ចំណុចខាងលើនេះជាមូលហេតុទី1មិនស្មោះត្រង់កុហកលួចលាក់បិទបាំងនឹងដៃគូស្នេហាមាន2មាន3លួចលាក់កុហកដដែលធ្វើឲ្យដៃគូរបស់យើងហ្នឹងគាត់មានអារម្មណ៍ថាឈឺចាប់ខ្លាំងហើយมันអាចបន្តសេចក្តីស្នេហាជាមួយនឹងគ្នាទៀតគាត់ក៏សម្រេចចិត្តបែកទី2អាកប្បកិរិយាដែលมันអាចទទួលយកបានមានន័យថាដៃគូស្នេហា2នាក់ហ្នឹងនៅពេលដែលគាត់មើលចិត្តគ្នាយូរទៅគាត់មានអារម្មណ៍ថាអាកប្បកិរិយាខ្លះដែលមិនកែប្រែដែលมันអាចទទួលយកបានធ្វើឲ្យគាត់បាត់បង់ក្តីសុខក្នុងជីវិតគាត់ក៏សម្រេចចិត្តបែកទី3ឆាប់ខឹងដោយមិនសមហេតុផលរឿងមិនត្រូវខឹងក៏ខឹងរឿងអីក៏ខឹងច្រើនជាងសេចក្តីសុខនៅក្នុងជីវិតស្នេហាអញ្ចឹងធ្វើឲ្យពួកគាត់សម្រេចចិត្តបែកពីព្រោះអីរស់នៅជាមួយគ្នាមានតែការខឹងឆ្លោះជារៀងរាល់ថ្ងៃអន់ចិត្តជារៀងរាល់ថ្ងៃវាធ្វើឲ្យគាត់បាត់បង់ក្តីសុខក្តីសុខនិងក្តីសប្បាយហ្នឹងវាតិចជាងការខឹងជាប្រចាំថ្ងៃទី4មិនចេះជួយទុក្ខធុរៈគ្នាមិនចេះគ្រប់គ្រងអារម្មណ៍ផ្លូវចិត្តគ្នាមានតែការបន្ទោសឬក៏ការបង្ងើយកន្តើយនៅពេលដែលភាគីម្ខាងគាត់មានបញ្ហាឬក៏គាត់មានទុក្ខអញ្ចឹងគាត់គិតថាមានស្នេហាមាន2ដូចតែនៅម្នាក់ឯងដដែលអញ្ចឹងគាត់ជ្រើសរើសនៅម្នាក់ឯងទី5ជាប្រភេទមនុស្សដែលបង្កគ្រោះថ្នាក់មានន័យថាគាត់នៅជាមួយយើងគឺអាចបង្កគ្រោះថ្នាក់ដល់យើងពាក់ព័ន្ធនឹងគាត់ធ្វើប្រឆាំងនឹងច្បាប់សង្គមឬក៏វប្បធម៌ឬក៏ប្រពៃណីឬក៏រស់នៅជាមួយយើងគាត់បង្អាក់ការរីកចម្រើនប្រចាំថ្ងៃរបស់យើងធ្វើឲ្យប៉ះពាល់ដល់អនាគតអាចការសិក្សាឬក៏ការងាររបស់យើងអញ្ចឹងគាត់សម្រេចចិត្តបែកដែរទី6ជាមនុស្សដែលចូលចិត្តត្អូញត្អែរហើយឆាប់ចោះចាញ់នឹងជីវិតលើកតែរឿងអវិជ្ជមានមកនិយាយជាមនុស្សដែលអាចឆាប់ចោះចាញ់នឹងជីវិតអញ្ចឹងធ្វើឲ្យភាគីម្ខាងទៀតគាត់ជាមនុស្សដែលរឹងមាំគាត់ផ្ដោតទៅលើតែគោលដៅគាត់ផ្ដោតទៅលើតែចំណុចខ្លាំងគាត់ផ្ដោតទៅលើតែការរីកចម្រើនជាប្រចាំថ្ងៃគាត់អត់ចូលចិត្តស្ដាប់ការត្អូញត្អែដែលធ្វើឲ្យគាត់ខូចចិត្តឬក៏បាក់កម្លាំងក្នុងការតស៊ូហើយគាត់អាចរស់នៅជាមួយបានគាត់អាចតស៊ូជាមួយគ្នាបានគាត់ក៏បែកគ្នាទៅទី7មិនប្រឹងអភិវឌ្ឍខ្លួនចាគាត់អត់អភិវឌ្ឍខ្លួនទេពីមួយថ្ងៃទៅមួយថ្ងៃគាត់ធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងហត់នឿយឈប់ឬក៏លំបាកឈប់ហើយចេះប៉ុណ្ណាប៉ុណ្ណឹងអត់ប្រឹងប្រែងបន្តទៀតដើម្បីអភិវឌ្ឍខ្លួនឬក៏អនាគតអញ្ចឹងគាត់នៅជាមួយគ្នាបានដែរទី8ឲ្យអ្នកដែលកំពុងតែមើលហ្នឹងដាក់ខ្លួនឯងជីវិតដែលធ្លាប់ឆ្លងកាត់ឬក៏ឃើញមិត្តភក្តិយើងឬក៏ឃើញអ្នកណាមួយដែលមានបទពិសោធន៍ក្នុងការបែកបាក់ស្នេហាមូលហេតុអីចាសូមដាក់ខ្លួនឯងទី8ទី9ទី10